បាទមកបន្តបន្ទាប់គ្នាល្អណាស់នៅក្នុងនេះគឺមាន130គូឥឡូវបានពាក់កណ្ដាលហើយបាទគឺបានពាក់កណ្ដាលគូហើយខ្ញុំបាទកំពុងតែតាមដាននិងត្រួតពិនិត្យបច្ចេកទេសនិងធ្វើអត្ថាធិប្បាយជូននៅគូពិសេសគូទី67ខ្សែទឹកខាងក្នុងសំហេងសែនជ័យបារមីទួលទំពុងបាទគឺស្ថិតនៅក្នុងវត្តទួលទំពុងខណ្ឌចំការមូនម្សិលមិញអ៊ំលឿនល្អណាស់ឯកសណ្ឋានពណ៌លឿងឧបត្ថម្ភដោយឯកឧត្តមអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលជាជីវៈឯខ្សែទឹកខាងក្រៅសម្រោងជ័យបារមីដែលជាសែនជ័យខេត្តកញ្ចេះបាទដូចជាលឿនណាឯកសណ្ឋានទឹកបិចចម្រុះដោយបាទពណ៌សខ្លះមួកពណ៌សចុងចវាពណ៌បៃតងខ្ចីនៅក្បាលទុកពណ៌ក្រហមបាទមកកណិតមុខ10ខ្ទង់គឺគាត់អង្គុយពាក់កណ្ដាលចំណែកឯទៅក្រោយទាំងអស់ក្រោកឈរឡើងយ៉ាងម៉េចដែរបាទយ៉ាងម៉េចដែរសម្រោងជ័យបារមីសែនចាស់ខេត្តកញ្ចេះខ្សែទឹកខាងក្រៅនៅពេលនេះឃើញថាខេត្តកញ្ចេះបាទបានទទួលជ័យជំនះទៅលើសំហេងសែនជ័យបារមីទួលទំពុងអញ្ញាតបន្តមកទៀតបាទបន្តមកដល់គូទី67គូទី67គូពិសេសផែនទី1នៅពេលនេះកំពុងតែបន្ថែមល្បឿនដើម្បីបោះយោងចាប់កងពាន់ទី2សម្រាប់គូទី67នេះខ្សែទឹកខាងក្រៅសំហេងសែនជ័យបារមីទួលទំពុងគឺអញ្ជើញមកពីវត្តទួលទំពុងខណ្ឌចំការមូនដែលឧបត្ថម្ភដោយអាដាមបណ្ឌិតអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្សែទឹកខាងក្នុងសម្រោងសែនជ័យបារមីដែលជាសែនជ័យបាទទូខេត្តកញ្ចេះដែលស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពកធាវទឹកបិចបាទយ៉ាងម៉េចទៅហើយបារមីទួលទំពុងបាទវត្តទួលទំពុងឃើញតែប្រហែលគ្នាទេខ្ញុំបាទមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេព្រោះក្នុងចម្ងាយនេះគឺនៅមុខវេទិកាកិច្ចយោឃើញថាខ្សែទឹកខាងក្នុងហាក់ដូចជាដកបន្តិចម្ដងហើយសម្រោងសែនជ័យខ្សែទឹកខាងក្នុងបាទយ៉ាងម៉េចទៅហើយសម្រោងសែនជ័យបារមីដូចជាខេត្តកញ្ចេះខ្សែទឹកខាងក្នុងសំហេងសែនជ័យបារមីទួលទំពុងបាទនៅពេលនេះឃើញថាខ្សែទឹកខាងក្នុងគឺសម្រោងសែនជ័យមន្